សួស្តីអ្នកនរគ្នាបាទក្នុងវីដេអូនេះខ្ញុំចង់មកធ្វើ review game មួយដែលខ្ញុំទើបតែលេងបាទ level ប្រហែលគ្នាហើយយើងទាំងពីរមានកំហុសរៀងខ្លួនប៉ុន្តែ game នេះខ្ញុំចុងក្រោយខ្ញុំឈ្នះបាទអញ្ចឹងកូនរបស់ខ្ញុំពណ៌សបាទដៃគូរបស់ខ្ញុំកូនពណ៌ខ្មៅចាប់ផ្ដើមនេះគឺធម្មតាខ្ញុំលេងកន្លែងផ្សេងបាទគាត់ការពារខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ការពារកូននេះដែរអញ្ចឹងគាត់ត្រូវលូតចេញមកក្រៅបាទឡែកនេះខ្ញុំអាចលេងត្រង់នេះវិញបាទល្អជាងប៉ុន្តែគាត់អាចនៅមានលទ្ធភាពចូលរំខាននៅក្នុងនេះខ្ញុំក៏អស់កូនចេញបាទអូខេបាទមកដល់កន្លែងនេះខ្ញុំយកដូចជាយកអេឡង់បាទបន្ទាប់មកខ្ញុំភ្ជាប់ពិតទៅលើកូនគាត់ឡើងខ្ញុំចូលទៅក្នុងបាទខ្ញុំកន្លែងនេះហាក់ដូចជាកូនមួយនេះខ្ញុំបោះបង់ឲ្យគាត់ដើម្បីឲ្យខ្ញុំចំណេញពេលអស់កូនចេញបាទបើសិនជាខ្ញុំការពារគាត់នឹងលេងចំណុចនេះបាទហើយគាត់ពិតជាចាប់កូននឹងមែនបាទបន្ទាប់មកធ្វើឲ្យខ្ញុំមានឱកាសដើម្បីចេញកូនមកក្រៅបាទអញ្ចឹងគាត់ព្យាយាមរុញចុះបាទខ្ញុំដាក់កន្លែងនេះដើម្បីវាទីបន្តិចបាទមកដល់កន្លែងនេះអ្វីដែលខ្ញុំគិតថាបើសិនជាគាត់ចុះកូនខាងក្រោមនេះខ្ញុំមានលទ្ធភាពអាចការពារខ្លួនបានហើយកូនខាងលើអាចភ្ជាប់ទៅលើផងឬក៏អាចនៅមានលទ្ធភាពលេងជាមួយនឹងចំណុច S16 បាទអញ្ចឹងហាក់ដូចជានៅមានលទ្ធភាពលេងច្រើនបាទមកដល់កន្លែងនេះគឺហាក់ដូចជាខ្មៅមានព្រៀបជាងបន្តិចបាទដោយសារគាត់មានជ្រុងខាងនេះជ្រុងខាងលើជ្រុងខាងនេះមួយទៀតបាទអញ្ចឹងគាត់ចេញខ្ញុំទប់ហើយបាទកន្លែងនេះ AI ឲ្យគាត់វាទីកន្លែងនេះដើម្បីឲ្យគាត់មានទីតាំងធំប៉ុន្តែគាត់បែរជារវល់បន្តិចនៅខាងនេះបាទនៅក្នុងទម្រង់នេះគាត់មិនចាំបាច់រវល់ទៀតទេបាទអញ្ចឹងបើគាត់លេងកន្លែងនេះខ្ញុំប្រហែលជាអាចលេងនៅទីតាំងផ្សេង AI ចង់ឲ្យខ្ញុំវាទីពីនេះទៅវិញបាទល្អបាទតែមែនតើគាត់ឆ្លើយនៅទីតាំងនេះខ្ញុំក៏អស់ចូលបាទមែនតើចិត្តខ្ញុំបើលេងអញ្ចេះគាត់លេងអញ្ចេះវាល្អជាងសម្រាប់កូនសបាទគាត់អាចកងខ្ញុំអាចលេងអញ្ចេះបាទបាទគាត់ត្រូវការពារខ្ញុំអាចតារីកន្លែងនេះជាប់ខ្ញុំអស់ចេញបាទ3ស្មើអូខេបាទហាក់ដូចជាពិបាកសម្រាប់កូនសបើសិនជាជំហានកន្លែងនេះលេងចេះបាទខ្ញុំអាចប្រហែលជាព្យាយាមនឹងចាប់កូននេះតែប្រើវិធីសាស្ត្រនេះបាទគឺចាប់បានហើយកូនខ្ញុំអាចរស់បាទមែនទែននៅក្នុងហ្គេមនៅពេលដែលយើងលេងគាត់ខ្ញុំដាក់ចូលនៅក្នុងនេះបាទអញ្ចឹងគាត់ចុះបាទគាត់បិទកន្លែងនេះគាត់ត្រូវទប់ស្កាត់បាទបើគាត់អត់ទប់ស្កាត់ឧទាហរណ៍ថាគាត់ចង់លេងចេះខ្ញុំនឹងចាប់កូនមួយនេះហើយកូនរបស់ខ្ញុំអាច
ចាប់កូនគាត់បានដោយសារយើងមានខាងក្នុងយើងមានដង្ហើមរហូតដល់4គាត់មាន2បាទយើងនៅអាចមានលទ្ធភាពលេងចេះទៀតបាទហើយមែនតើគាត់ភ្ជាប់ខ្ញុំរុញឡើងមួយខ្ញុំភ្ជាប់បាទកូននេះអាចមានលទ្ធភាពរស់បើយើងលេងត្រូវបាទប៉ុន្តែពេលខ្លះអារម្មណ៍អត់មូលបាទខ្ញុំក៏ឆ្លើយខុសបាទនៅក្នុងហ្គេមខ្ញុំលេងចំណុចS18 ប៉ុន្តែបើសិនជាខ្ញុំលេងចេះគឺអាចមានលទ្ធភាពរស់បាទគាត់រំខានចេះខ្ញុំចូលកូនមកខាងនេះគឺកូនរបស់ខ្ញុំអាចរស់ហើយបាទបើសិនជាគាត់តម្លាក់ចូលខាងនេះខ្ញុំនឹងបិទចេះបាទកូនខ្ញុំអាចរស់បាទបើគាត់មកខាងនេះខ្ញុំនឹងចុះមកខាងនេះបាទគាត់មកអញ្ចឹងគឺយើងចាប់បាទកូនទាំងអស់នេះរស់ហើយបាទអញ្ចឹងខ្ញុំធ្វើឲ្យមានកំហុសកន្លែងនេះប៉ុន្តែអត់អីទេនៅក្នុងការលេងពេលដែលខ្ញុំដឹងថាខ្ញុំមានកំហុសហើយมันអាចសង្គ្រោះកូនពី4 6 8នេះទេខ្ញុំក៏ចាប់ផ្ដើមលេងកន្លែងផ្សេងបាទកន្លែងនេះគាត់ចូលមកបាទពេលនេះគឺល្អដែលគាត់ចូលខ្ញុំបិទហេតុផលដែលខ្ញុំបិទនៅខាងស្ដាំគឺដោយសារខ្ញុំអាចលូតមកខាងនេះបានបាទអញ្ចឹងកន្លែងនេះគាត់ធ្វើឲ្យមានកំហុសបាទបើសិនជាមែនទែនគាត់លេងចេះខ្ញុំអាចលេងបានប៉ុណ្ណេះបាទឬក៏គាត់អាចអស់អញ្ចេះខ្ញុំមានលទ្ធភាពបាទល្អបំផុតគឺគាត់អស់ចូលខ្ញុំចេញមួយបាទអាចរៀនចេះហើយគាត់អាចលេងចេះគឺកូនគាត់មានលទ្ធភាពរស់ច្រើនបាទរុញចេញបាទកូនគាត់គឺរស់ហើយគាត់អាចអស់ចេញបាទខ្ញុំអាចចេះគាត់អាចអស់ចេញហើយខ្ញុំប្រហែលជាលេងទំនាក់នេះដើម្បីឲ្យកូនរបស់ខ្ញុំអាចមានទីតាំងគ្រប់គ្រាន់ក្នុងការវាទីបន្តិចនេះបាទអញ្ចឹងបាទមែនតើគាត់ធ្វើឲ្យមានកំហុសអញ្ចឹងខ្ញុំក៏ជាឱកាសចាប់កូនមួយនេះបាទបាទត្រឹមនេះគឺពេលដែលគាត់ភ្ជាប់ខាងនេះគឺកូនរបស់ខ្ញុំត្រូវអស់ចេញដើម្បីចាប់កូននេះបាទអញ្ចឹងខ្ញុំចាប់កូននេះរឹងមាំអញ្ចឹងខ្ញុំចាប់ផ្ដើមបាទរកឱកាសដើម្បីវាទីបន្តិចបាទអូខេបាទនៅពេលដែលខ្ញុំលេងកន្លែងនេះហាក់ដូចជាទីកន្លែងនេះគឺខ្ញុំមានលទ្ធភាពចាប់បានបាទនៅពេលដែលគាត់កាន់តែឆ្លើយគឺកូនរបស់ខ្ញុំកាន់តែរឹងឧទាហរណ៍គាត់លេងកន្លែងនេះហើយគាត់អាចគាត់អាចដោតនឹងកាត់កន្លែងនេះប៉ុន្តែមែនទែនគឺគាត់អស់ឡើងខ្ញុំបិទបាទខ្ញុំភ្ជាប់បាទអូខេនៅកន្លែងនេះគាត់គួរតែបាទពេលដែលខ្ញុំភ្ជាប់អ្វីដែលគោលដៅគឺខ្ញុំចង់រំខានកន្លែងនេះប៉ុន្តែគាត់ហាក់ដូចជាមានកំហុសបាទគាត់អត់បានភ្ជាប់ដើម្បីការពារទីតាំងនេះឬក៏គាត់អ្វីដែលគាត់គួរលេងគឺនៅអក្សរB13 បាទនៅពេលដែលគាត់លេង B13 ខ្ញុំអាចលេងចេះបាទយ៉ាងច្រើនហើយជារុញបានប៉ុណ្ណេះបាទចេះគាត់ត្រូវភ្ជាប់បាទខ្ញុំលេងចេះ
បែរជាអាចទៅជាអញ្ចឹងគូតែភ្ជាប់បាទគាត់ត្រូវភ្ជាប់កន្លែងនេះប៉ុន្តែគាត់អត់លេងគាត់បែរជារុញចេញមកក្រៅអញ្ចឹងខ្ញុំរុញបាទចូលមកក្នុងគាត់អត់បានមើលគឺកូនរបស់គាត់ជាប់នៅក្នុងនេះហើយបាទខ្ញុំក៏ចាប់ហើយរុញកូនចេញខ្មៅគាត់គូលេងកន្លែងនេះប៉ុន្តែគាត់បារម្ភកូនសរបស់ខ្ញុំនឹងចាប់កូនរបស់គាត់នេះបាទអញ្ចឹងគាត់បិទបាទខ្ញុំអត្ថារីចុះគឺមានន័យថាខ្ញុំចាប់បានកូនពីរនេះបាទកន្លែងគាត់ភ្ជាប់កន្លែងនេះគឺខុសទៀតបាទគាត់គួរតែអុសកូនចេញដើម្បីវារុញកូនខ្ញុំកុំឲ្យមានទីតាំងធំពេកបាទខ្ញុំជ្រើសរើសលេងចំណុចអក្សរហាស់12គឺទីតាំងដែលល្អបំផុតសម្រាប់កូនខ្មៅបាទអូខេបាទគ្រាន់តែកន្លែងនេះគាត់ការពារល្អបាទឧទាហរណ៍ថាគាត់អស់កូនចូលគឺខ្ញុំចេញចេះបាទអាចបេទីប៉ុណ្ណេះបាទគាត់អាចមកចេះបាទអូខេគឺយើងអាចចាប់បានកូនមួយនៅក្នុងចំណោមនេះបាទមកដល់នេះគាត់បាទកន្លែងនេះគឺគាត់ធ្វើឲ្យមានកំហុសដែលខ្ញុំអាចចូលមកក្នុងនេះបាទគាត់ឆ្លើយតបឲ្យខ្ញុំអស់ចេញបាទអូខេកន្លែងនេះហាក់ដូចជាខ្ញុំអាចមានលទ្ធភាពចាប់កូនទាំងអស់នេះបាទគាត់ភ្ជាប់ដើម្បីការពារកូនទាំងអស់នេះបាទបើឧទាហរណ៍ថាខ្ញុំលេងកន្លែងនេះគាត់ភ្ជាប់បាទខ្ញុំចុះគាត់នឹងភ្ជាប់ឬក៏គាត់លេងកន្លែងនេះខ្ញុំអស់ចូលគឺគាត់មានតែប៉ុណ្ណេះដដាលជាដដាលបាទអូខេបាទកន្លែងនេះខ្ញុំពិតជាចង់ចាប់កូនប្រមាណនេះដើម្បីមានលទ្ធភាពជួយកូនខាងក្នុងរបស់ខ្ញុំប៉ុន្តែដូចហាក់ដូចជាអត់មានទេបាទយ៉ាងច្រើនគាត់ចាប់បានចេះដដែលបាទអញ្ចឹងបាទដល់កន្លែងនេះគឺយើងឈប់លេងហើយសបានឈ្នះបន្ទុករហូតទៅដល់29បាទអូខេសង្ឃឹមថាទាំងអស់គ្នាបានយល់ដឹងខ្លះទៀតពីការលេងហើយយើងរាប់បន្ទុកនេះគឺកន្លែងនេះគឺជាទីតាំងបសបាទកន្លែងនេះគឺទីតាំងរបស់ខ្មៅរួមនឹងកូនបសដែលត្រូវបានខ្មៅចាប់បានបាទអរគុណចាំជួបគ្នានៅវីដេអូក្រោយ